គោលបំណងរបស់ខ្ញុំដោយសារតែបច្ចុប្បន្នខ្ញុំឃើញសិស្សជាច្រើនដែលគាត់មកពីវិទ្យាល័យវិញគាត់ជួបបញ្ហាឈាមគឺគាត់អត់ដឹងរបៀបរៀនគឺនៅពេលដែលគាត់ជួបគ្រូចូលមហាវិទ្យាល័យគឺគ្រូគាត់សភៅមកអានឬគ្រូខ្លះគាត់មាន style អានឲ្យគាត់ចឹងទៅអ្នកខ្លះទៅក៏ឲ្យគាត់រៀនខ្លួនឯងចឹងទៅអ្នកខ្លះឲ្យតែមើលសភៅខ្លួនឯងចឹងទៅដល់អត់មានប្រាប់គាត់ថាពីចំណុចផ្ដើមពីអីមុនតែគេគិតថាគាត់ចាស់ហើយគាត់មកពីវិទ្យាល័យគាត់ត្រូវតែចេះប៉ុន្តែជាក់ស្ដែងដែលខ្ញុំធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនវា20ឆ្នាំជាងហើយខ្ញុំដឹងថានិស្សិតបាគ្រូរបស់គាត់ពីក្រោមមកមិនដូចការគិតរបស់យើងទេចាជ្រាយច្រើនដូច្នេះហើយអ្វីដែលខ្ញុំចង់បានគឺការវាស់ស្ទង់សមត្ថភាពសិស្សសិនវាស់ស្ទង់មានន័យថាយើងដឹងថាសិស្សយើងវាមាន3កម្រិតវាមានអ្នកចេះស្រាប់មានន័យថាស្រាប់តែបន្តិចគាត់យល់មួយទៀតមានន័យថាយល់ដែរតែអត់ដឹងថាយកមកពីណាមួយទៀតគឺស្ដាប់ហើយចាស់បាត់មួយយើងប៉ុន្តែអត់ដឹងថាស្អីត្រូវធ្វើម៉េចចាអត់ដឹងទេហើយក៏មិនដឹងប្រភពហើយក៏មិនដឹងថាយកពីណាមកអត់ដឹងតែម្ដងកន្លែងហ្នឹងហើយដែលជាគោលដៅរបស់ខ្ញុំគិតថាខ្ញុំចង់អាប់ដេតទៅលើចំណុចហ្នឹងដែលខ្ញុំធ្លាប់រៀនមកខ្ញុំជួយចិត្តយកចំណុចណាដែលវាប្លែកដែលវាយើងមើលទៅកតាចិត្តសាស្ត្រអញ្ចឹងខ្ញុំតែសួរគាត់ហើយដំបូងបំផុតខ្ញុំចាប់ដើមសួរគាត់ថាតើគាត់ដឹងទេថាពេលយើងត្រូវការរៀនគោលដៅអីទីមួយយើងដាក់គោលដៅខ្លួនឯងសិនដាក់គោលដៅថាគាត់ចង់ធ្វើអីដើម្បីអីឲ្យគាត់ស្គាល់ពីគោលដៅគាត់ចង់សិនបន្ទាប់មកទៀតឲ្យគាត់ចំណាប់អារម្មណ៍ថារៀននឹងដើម្បីអីហើយជួយអីខ្លះឲ្យគាត់ដឹងណាហេតុកុំឲ្យគាត់ថាសិស្សខ្លះខ្ញុំឧទាហរណ៍ទៅលើកូនខ្ញុំតែម្ដងតាក់ទងកូនខ្ញុំទាំងពីរនាក់ដែលជាបទពិសោធន៍រាល់ថ្ងៃកូនស្រីខ្ញុំឥឡូវគាត់ពេលព្រឹកឡើងគាត់ធ្វើការនៅក្រសួងមុខងារថ្ងៃឡើងគាត់រៀនអាហារូបករណ៍ IFL ពេលយប់ឡើងគាត់រៀននៅសាលាច្បាប់សិក្ខាអាហារូបករណ៍ហើយខ្ញុំគិតសម្រាប់គាត់ថាហេតុអីបានខ្ញុំឲ្យគាត់រៀននៅសាលាច្បាប់ព្រោះខ្ញុំគិតថាទី1ខ្ញុំគិតអានេះគេហៅគោលដៅជីវិតយកឲ្យគាត់ដឹងសិនខ្ញុំគិតថាខ្ញុំជំនួយទៅវីខ្ញុំជាគ្រូច្បាប់ថ្ងៃក្រោយទៅបើសិនជាគាត់រកអីធ្វើខ្លួនឯងវាបរាជ័យសម្រាប់អនាគតគោលដៅរបស់គាត់អាចមានខ្ញុំមួយជាជំនួយដែលអាចដើរតាមខ្ញុំឬក៏អាចធ្វើតាមខ្ញុំនៅពេលដែលគាត់ផ្លូវមួយដែលគាត់ជ្រើសទៅវាអត់ទាន់ជោគជ័យទី2តាក់ទងនឹងខ្ញុំឲ្យគាត់រៀននៅ IFL ខ្ញុំគិតថាចង់ឲ្យគាត់រៀនទំនាក់ទំនងអន្តរជាតិបើសិនជាគាត់ចង់ដាក់ទៅក្រសួងការបរទេសអញ្ចឹងមុននឹងយើងធ្វើអីមួយយើងមានផែនការជីវិតរបស់យើងសិនហើយបានយើងចាប់ផ្ដើមរៀនពីឯកសាររបស់យើងទៅគាត់ចាប់អារម្មណ៍បើគាត់អត់មានគោលដៅរបស់គាត់ដាក់ឆ្ពោះទៅទេគាត់រៀនគឺរៀនដើម្បីតែរៀនទេចេញមកវិញគាត់មានគោលដៅថាចង់អត់អីចាំពេលនឹងចាំគិតគេធ្វើអញ្ចឹងជាទូទៅខ្ញុំធ្លាប់មានបទពិសោធន៍ខ្លួនឯងគឺកូនសិស្សរបស់ខ្ញុំឆ្នាំទី2គ្រប់គ្នាត្រូវតែមានការធ្វើការងារបដាត្រូវតែរៀនបដាដើម្បីផ្សារភ្ជាប់ទៅនឹងបទពិសោធន៍ខ្ញុំតែងតែប្រាប់គាត់ថាឆ្នាំទី2គាត់អាចប្រឡងចូលគុំរដ្ឋបាលបានប្រឡងកលាមជីបានចប់ឆ្នាំទី2ចូលឆ្នាំទី3ប្រាប់គោលដៅគាត់សិនមុនដំបូងពេលណែនាំមិនមែននិយាយពីរឿងរៀនសិនទេនិយាយពីរឿងគោលដៅឲ្យគាត់យល់ច្បាស់សិនទើបយើងចាប់ផ្ដើមប្រាប់ពីរបៀបនៃការរៀនពីណាទៅណាអានេះហើយគឺជាចំណុចសំខាន់របស់ខ្ញុំដែលខ្ញុំផ្ដោតទៅលើគោលដៅហើយភាគច្រើនខ្ញុំធ្វើបានជោគជ័យជាមួយកូនសិស្សច្រើនដែរតែកូនសិស្សភាគច្រើនគាត់មកគ្រូគាត់បានចាប់អារម្មណ៍ទៅលើចំណុចហ្នឹងគាត់ច្រើនតែបរិញ្ញាបត្ររៀនហើយមិនបានប្រាប់គោលដៅទី1អ្នកខ្លះម្ដាយមិនបានដឹងពីអាហ្នឹងទេជួនកាលម្ដាយឪពុកខ្លះគាត់យល់គាត់មានកន្លែងសម្រាប់កូនគាត់ឲ្យស្រេចអ្នកខ្លះទៅគាត់កូនហ្នឹងវាមានឆន្ទៈខ្លួនឯងតែអ្នកខ្លះទៅម្ដាយចង់ឲ្យកូនទៅរៀនគោលដៅដើម្បីថ្ងៃអនាគតល្អតែអត់បានដឹងថាគួរធ្វើម៉េចហើយកូនក៏អត់ដឹងទៀតអ្នកខ្លះក៏ស្វែងយល់អ្នកខ្លះក៏អត់ស្វែងយល់ដល់អញ្ចឹងទៅវាធ្វើឲ្យគាត់ងងឹតអញ្ចឹងកត្តារបស់ខ្ញុំផ្ដោតទៅលើកត្តាសំខាន់បំផុតគឺសិស្សដែលខ្សោយហើយសិស្សដែលគ្មានគោលដៅអញ្ចឹងបានខ្ញុំចាប់ផ្ដើមបង្រៀនអំពី technique និងបច្ចេកទេសចំណុចនេះដែលខ្ញុំចង់ធ្វើ YouTube ថ្ងៃហ្នឹងសម្រាប់អញ្ចឹង